កាលពីព្រេងនាយមានស្ត្រីម្នាក់បានចិញ្ចឹមសត្វស្កាមួយសត្វស្កានោះស្មោះត្រង់ខ្លាំងណាស់ Yes. ថ្ងៃមួយនាងបានទៅផ្សារដោយទុកកូនតូចឲ្យនៅជាមួយស្កាដើម្បីឲ្យស្កាជួយមើលនៅពេលនោះដែរមានពស់វែកដ៏ធំមួយបានចូលមកក្នុងផ្ទះសត្វស្កាបានសម្លាប់វាក្រោយពេលការប្រយុទ្ធគ្នាដ៏សាហាវនឹងប្រើពេលយ៉ាងយូរនៅពេលដែលស្ត្រីនោះបានត្រឡប់មកវិញនាងបានឃើញស្កាកំពុងដេកនៅច្រកចូលនាងបានឃើញមាត់សត្វស្កាប្រឡាក់ទៅដោយឈាម Oh my ដោយ god. មិនបានដឹងរឿងច្បាស់ស្ត្រីនោះបានគិតថាសត្វស្កាប្រហែលជាសម្លាប់កូនរបស់នាងហើយ No. នៅពេលដែលពោរពេញទៅដោយកំហឹងខ្លាំងបែបនេះស្ត្រីនោះបានយកធុងទឹកក្រវែងដាក់ស្កាហើយធ្វើឲ្យវាងាប់បាត់ទៅ Oh my god. អើយនៅពេលនាងចូលទៅដល់ក្នុងផ្ទះនាងសោកស្ដាយយ៉ាងខ្លាំងចំពោះកំហុសរបស់នាងកូនរបស់នាងកំពុងលេងយ៉ាងកាសកាយហើយនៅក្បែរក្មេងនោះមានពស់វែកដ៏ធំមួយបានដេកងាប់រណោករណែលស្ត្រីនោះបានសម្រក់ទឹកភ្នែកពោរពេញទៅដោយការសោកស្ដាយដោយអង្អែលសាកសពសត្វស្កានោះរឿងនេះចង់បញ្ជាក់ប្រាប់ពួកយើងថាចូលកុំប្រញាប់សម្រេចចិត្ត Yes. ឬដាក់ទោសស្លាប់ទៅលើរឿងអ្វីមួយឬនរណាម្នាក់ដោយយើងមិនទាន់បានគិតគូរពិចារណាល្អិតល្អន់និងច្បាស់លាស់នៅឡើយទេ Yes. អូខេខ្ញុំសង្ឃឹមថាគ្រប់គ្នានឹងទទួលបានប្រយោជន៍អំពីការស្ដាប់មួយនេះបាយបាយជួបគ្នានៅវីដេអូក្រោយ